ពីមុខសមាគមហាន់ថយយើងក៏បានឃើញវត្តមានរបស់បីយន្តហើយនិងឈើចង្អិនក៏មកដល់ដែរអ្នកទាំងពីរនឹងប្រញាប់ផ្ញើដែរក៏រស័តឃើញវត្តមានមនុស្សច្រើនហើយនៅពេលដែលពួកគេឡើងទៅខាងលើនឹងពួកគេក៏បានប្រកួតគ្នាថានរណាគេអាចនាំជិនវ័យចូលក្រុមរបស់ពួកគេបានក៏ប៉ុន្តែនៅពេលនោះក៏មានមនុស្សម្នាក់ចិត្តដើមដល់សួរពួកគេថាតាមមកនឹងគឺមកដើម្បីនាំលីមីសុងចូលក្រុមរបស់ពួកគេមែនក៏ប៉ុន្តែអ្នកទាំងពីរក៏បានកន្លែងមកវិញនិងបានស្រែកទៅកាន់អ្នកដែលសួរថាអពលីមីសុងនរណាគេវាក៏សួរតែអញ្ចឹងប៉ុន្មានមកក្រោយមកវាក៏ដល់ពេលដែលអពលីមីសុងនឹងគឺឡើងថ្លែងសន្ទរកថាអពនឹងក៏បាននិយាយថាខ្លួនគឺទៅតែអ្វីខាងខ្លះជាហាន់ថាថ្មីដែរនោះទេហើយរែងដែលគេទទួលបានគឺស្ថិតនៅក្នុងរែងឯងហើយបន្ទាប់ពីគេទទួលបានឡាយសតពេញសិតគេនឹងចូលទៅក្នុងអង្គភាពមួយឈ្មោះថា The Friendly ពេលនោះដែរឈិនវូក៏បានធ្វើដំណើរទៅដល់តែក៏ត្រូវបានអង្គការរបស់ Lee Min Song នឹងហាមឃាត់ក៏ប៉ុន្តែនៅពេលនោះ Chairman ក៏បានដើរចេញមកនិងបាននិយាយថាឈិនវូគឺជាភ្ញៀវរបស់ខាងទាំងបានអញ្ជើញឈិនវូចូលទៅខាងក្នុងដើម្បីជជែកគ្នាទៀតផងបន្ទាប់ពីឈិនវូដើរចូលទៅអនុឈិនវូក៏បានដើរចេញមកវិញថាតែបានឆោតតាំងពីមាត់ទ្វារនិយាយកាន់ពួកគេថាចាប់ពីពេលនេះទៅនរណាក៏ដើរកុំអាចចូលទៅខាងក្នុងបានដែរលោកតាតតាឈិនវូចេញមកវិញសិនទៅពួកគេអាចចូលទៅខាងក្នុងវិញបានការទៅខាងក្នុងបន្ទូលវេតម្លៃសមត្ថភាពនៅវិញពួកគេក៏បានសួរទៅកាន់ឈិនវូថាតើឈិនវូអាចធ្វើអ្វីខ្លះនៅក្នុងសមត្ថភាពជា Hunter មួយនេះរីឯឈិនវូវិញក៏ចាប់តាមបញ្ចេញនៅកងទ័ព Shadow ជាច្រើនអ្នករបស់គាត់ចេញមកថារបស់ប្រាប់ទៅកាន់ពួកគេវិញថាគាត់គឺអាចបញ្ចេញនៅកងទ័ព Shadow នឹងច្រើនជាង100ដែលសមត្ថភាពមួយនេះសូម្បីតែឆយចង្អេរនៅក្នុងវិយន្តហោក៏មានការខ្លាចរអាចំពោះសមត្ថភាពឈិនវូដែរគួរបញ្ជាក់ផងដែរថាពួកគេគឺដឹងថាឈិនវូនៅខាងក្នុងនឹងកំពុងតែធ្វើអ្វីនោះទេគ្រាន់តែពួកគេគឺទទួលអារម្មណ៍ដឹងថាធម្មពលដែលបានចេញមកខាងក្រៅនោះវាគួរឲ្យខ្លាចបន្ទាប់ពីទទួលបានឡាយសិនជា Hunter ពេញសិតហើយនឹងឈិនវូក៏បានធ្វើដំណើរចេញមកខាងក្រៅវិញសូម្បីតែវិយន្តហោនឹងឆយចង្អេរចង់សួរទៅកាន់ឈិនវូនោះក៏ឈិនវូឆ្លើយថាគាត់គឺរវល់ណាស់មានពេលនិយាយជាមួយពួកគេទេហើយនៅពេលដែលឈិនវូដើរចេញទៅខាងក្រៅដើម្បីបើកទ្វារនៅកាមេរ៉ាជាច្រើនក៏បានបញ្ចាំងទៅកាន់ឈិនវូតែម្នាក់ឯងដែលនៅពេលនេះនៅព័ត៌មាននៅក្នុងប្រទេសកូរ៉េតែមួយក៏បានចុះផ្សាយថាឈិនវូគឺជា Hunter Ray ឯជំនាន់ទី10របស់ពួកគេរីឯចោហែវិញក៏បានសម្លាញ់ទៅកាន់ឈិនវូទាំងអស់ឡោក៏ដោយសារតែតួអង្គនោះក៏បានលួចសម្លាញ់ឈិនវូតាំងពី Season 1មកម្ល៉េះក៏ប៉ុន្តែឈិនវូអត់ខ្វល់ទុកនាងធំជីវិតភក្តិបណ្ដោះnhưng mà តួអង្គនោះខ្លាំងមែនចំណែកអ្នកផ្សេងទៀតដែលធ្លាប់ស្គាល់ឈិនវូតែប្រហែលហ្នឹងគឺសុទ្ធតែមានការសប្បាយចិត្តក៏ដោយសារឈិនវូគឺដើរបានឆ្ងាយមែនតើរីឯបេយន្តហោវិញក៏បានដើរទៅចិត្តឈិនវូនិងបាននិយាយថាតើត្រូវកាយគាត់ជូនទៅផ្ទះឲ្យចំពោះឈិនវូវិញនៅប្រដាល់ឬក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនចាក់ចេញពីទីនោះក្នុងល្បឿនទៅលឿនបែបនេះសូម្បីតែបេយន្តហោនោះក៏មើលអត់ទាន់ផងដែរក៏ដោយសារតែល្បឿនរបស់ឈិនវូគឺលឿនខ្លាំងហើយកន្លែងបន្ទាប់ដែលឈិនវូត្រូវទៅនឹងវាគឺជាកន្លែងលក់សម្ភារៈរបស់ឈិនវូក៏បានសួរទៅកាន់អ្នកលក់អំពីអាវដែលអាចការពារកម្ដៅភ្លើងបានហើយនៅពេលដែលឈិនវូសួរតម្លៃគាត់ក៏ចង់ដាច់ផ្កាក៏ដោយសារគាត់ក៏មានលុយតិចនោះទេចឹងហើយឈិនវូក៏បានសួរទៅកាន់អ្នកលក់ថាតើអាចបញ្ចុះតម្លៃគាត់តិចតួចបានអត់ពេលលើចឹងអ្នកលក់ក៏បាននិយាយថាបើសិនជាឈិនវូអាចធ្វើឲ្យកញ្ចក់នៅក្នុងហាងនឹងបែកបានគាត់គឺនឹងឲ្យឈិនវូ free តែម្ដងក៏ដោយសារតែកញ្ចក់នៅក្នុងហាងទាំងអស់ហ្នឹងគឺបង្កើតឡើងដោយវេទមន្តរបស់ Hunter ដ៏ខ្លាំងម្នាក់ពេលលើចឹងឈិនវូក៏ចង់សាកល្បងតែក៏ត្រូវបានអ្នកលក់ប្រាប់ថាគាត់គឺនិយាយលេងទោះតែបើសិនជាឈិនវូធ្វើអញ្ចឹងមែនគឺមានន័យថាឈិនវូចង់ប្លន់នោះឯងពេលលើចឹងឈិនវូក៏បានដើរទៅមកខាងទៀតដើម្បីទិញកូនកំបិតម្ដងបន្ទាប់ពីឈិនវូដើរចេញទៅបានអ្នកលក់ក៏ចាប់អារម្មណ៍ពីស្នាមប្រេះលើកញ្ចក់ក៏ដោយសារឈិនវូប្រភេទថោពងបាញ់មិញនោះឯងរីឯកូនកំបិតដែលឈិនវូចង់ទិញនឹងតម្លៃរបស់វានីមួយៗហ្នឹងគឺមិនថោកនោះទេបន្ទាប់ពីឃើញចឹងហើយឈិនវូក៏បានយកកំបិតដែលគាត់ប្រើប្រាស់រាល់ថ្ងៃនេះសួរទៅកាន់អ្នកលក់ថាតើវាអាចលក់បាននៅក្នុងតម្លៃប៉ុន្មានហើយដែលដឹងថាតម្លៃរបស់វាគឺថ្លៃជាងពេលដែលខ្លួនទិញនៅក្នុង system ចឹងឈិនវូក៏សម្រេចចិត្តយកឲ្យបាននៅក្នុង system ទៅប្រមាណហ្នឹងយកទៅលក់ឲ្យអស់កាត់ទៅខាងបេយន្តហោនៅពេលឡើងគាត់គឺដេលលក់នោះទេក៏រស័តគាត់ក៏អត់អស់ច្រើនពីសមត្ថភាពរបស់ឈិនវូនោះឯងដែលគាត់ក៏បានគិតម្ដងហើយម្ដងទៀតរហូតដល់តែគាត់ទទួលបានចម្លើយដែលចម្លើយដែលគាត់បានរកឃើញនឹងឈិនវូក៏មិនមែនជា Hunter ដែលអ្វីខិតហៅពលជាលើកទី2នោះទេក៏ប៉ុន្តែឈិនវូក៏អាចធ្វើឲ្យកម្លាំងរបស់គាត់កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃការទៅផ្ទះរបស់ឈិនវូនៅវិញដែលឡើងនឹងឈិនណាបងតែរបស់ឈិនវូគឺយ៉ាងធូរចិត្តហើយក៏ស្ដាប់ទីបំផុតអ្នកកសានឹងក៏បានទៅផ្ទះវិញអស់ហើយបន្ទាប់ពីឃើញឈិនវូដើរចេញមកខាងក្រៅនឹងឈិនណាក៏បានស្ដីទៅកាន់ឈិនវូមិនល្បីប៉ុណ្ណឹងហើយចង់ទៅធ្វើអីឲ្យល្បីទៀតហើយមែនពេលលើចាឈិនវូក៏បានប្រាប់នឹងបានប្រាប់ទៅកាន់ឈិនណាថាគាត់ក៏មានការងារមួយត្រូវធ្វើដែលគាត់គឺត្រូវទៅឆ្ងាយពីផ្ទះមករយៈកំពុងតែនិយាយគ្នាសៗនឹងប្រជិនហោក៏បានធ្វើដំណើរមកដល់បន្ទាប់ពីឃើញវត្តមានរបស់ឈិនហោចឹងឈិនវូក៏បានប្រាប់ទៅកាន់ឈិនណាប្អូនស្រីរបស់គាត់ថាគាត់គឺមានការងារមួយត្រូវទៅធ្វើពីអ្នកប្រជិនហោនោះឯងហើយដល់ពេលដែលឈិនហោសួរបញ្ជាក់ឈិនវូក៏ចាប់តាមប្រាកម្លាំងមកខំឲ្យជិនហូននិយាយពីអូខេបង្ហាញសារគ្មានជម្រើសជិនហូនក៏មានតែធ្វើតាមជិនវូនោះឯងពេលយកម្ដងជិនវូក៏បានធ្វើដំណើរទៅបន្ទោរបស់ជិនណាហើយថែមទាំងបានបញ្ចេញនៅកងទ័ពស្មោលរបស់គាត់3នាក់ចេញមកនៅពេលហ្នឹងគាត់ក៏បានចោទអារម្មណ៍ថាបាត់ម្នាក់បន្ទាប់ពីគាត់គិតចុះឡើងគាត់ក៏ចោទអារម្មណ៍ថាម្នាក់ដែលបានហ្នឹងគឺជាម្នាក់ដែលគាត់បានវាបហាឲ្យគេកោបក្បាលទៅនឹងដំបូលប្រាសាទនោះឯងបន្ទាប់ពីនឹកឃើញឲ្យជិនវូក៏យ៉ាងសែតដែរតែវាក៏មិនមែនជាបញ្ហានោះទេជិនវូក៏បានបញ្ជាម្នាក់ក្នុងចំណោមពួកគេឲ្យចូលទៅក្នុងសមារបស់ជិនណាដើម្បីការពារនាងជាសម្ងាត់មិនត្រឹមតែជិនណានោះទេជិនវូក៏បានបញ្ចេញនៅកងទ័ពឆលរបស់គាត់ជាច្រើនឲ្យដើរល្បាតនៅជុំវិញផ្ទះថ្ងៃថ្មីម្ដងជិនវូក៏បានធ្វើដំណើរជាមួយនឹងជំនួយការរបស់ខ្លួនដែលជាប្រជិនហោនឹងឲ្យទៅកន្លែងហើយកន្លែងថ្មីដែលគាត់មកនឹងវាគឺជាច្រកទ្វារចូលទៅក្នុងដល់ដមន្តខេសលនោះឯងបន្ទាប់ពីចូលទៅខាងក្នុងនៅជិនវូក៏បានបញ្ចេញនូវសម្ភារៈរបស់គាត់បានទិញមកមានដូចជាចិញ្ចៀនហើយនិងអាវការពារភ្លើងបន្ទាប់ពីឡើងមកដល់ជាន់ទី76ហើយជិនវូក៏ចង់ធ្វើតែកម្លាំងរបស់គីបាហើយយើងក៏បានឃើញផងដែរថាមេរបស់គីបានឹងពិតជាធំខ្លាំងមែនតើដែលគីបាគឺចាប់ផ្ដើមប្រើប្រាស់វេទមន្តមួយវាប្រហារទៅកាន់បិសាចដែលកំពុងតែឈប់បាំងផ្លូវរបស់ជិនវូដែលបណ្ដាបិសាចនឹងក៏វាបានរលាយសល់តែជើងប៉ុណ្ណោះកាត់ទៅខាងក្រៅនៅខាងក្នុងទីប៉ែនដល់វិញយើងក៏បានឃើញលោកជូជិនដែលត្រូវជាពលរ
របស់ឈៀនហងគឺកំពុងតែនៅមន្ទីរពេទ្យហើយគាត់គឺកំពុងតែកើតជំងឺម្យ៉ាងដែលឲ្យឈ្មោះថា internal flamber ដែលដុកទ័រក៏បានបញ្ជាក់ប្រាប់ទៅកាន់លោកជូជិនផងដែរថាមូលហេតុដែលគាត់កើតជំងឺ internal flamber ហ្នឹងក៏ដោយសារតែគាត់រស់នៅជាមួយនឹងមនុស្សដែលមានធម៌ពលឆាថាយូរពេកបានប្រែគាត់ហ្នឹងគឺត្រៀមចិត្តត្រៀមកាយតែក៏ដោយសារតែបន្តិចទៀតគាត់គឺនឹងលងលក់ជារៀងរហូតហើយក៏ព្រោះដោយសារតែនៅក្នុងពិភពលោកទាំងមូលហ្នឹងក៏អត់ទាន់អាចរកឃើញថ្នាំដើម្បីព្យាបាលជំងឺនេះនោះទេតែរឿងក៏បានបង្វែរទៅកាន់ផ្នែកម្ខាងទៀតនៃប្រទេសរបស់ពួកគេហ្នឹងដែលយើងក៏បានឃើញវត្តមានរបស់ Hunter ពីររូបក៏កំពុងតែដាល់បានខណៈពេលនោះពួកគេក៏បានជួបប្រទះជាមួយនឹងបិសាចសមុទ្រមួយក្បាលដែលយើងក៏ដឹងថាមានរឿងអីកើតឡើងបន្តទៀតនោះទេក៏ដោយសារតែយើងក៏បានបង្វែរទៅកាន់ជិនវ៉ូនៅវិញដែលឡើងគាត់គឺកំពុងតែអង្គុយលេងក៏ដោយសារតែគាត់ក៏បានបញ្ជាឲ្យកងរថសម្បត្តិរបស់ខ្លួននឹងចំនួន2ក្រុមធ្វើការដែលក្រុមទី1នឹងផងដែរពួកគេក៏មានតួនាទីទៅសម្លាប់បិសាចដែលមានវត្តមាននៅក្នុងទីនេះទាំងអស់ចំណែកក្រុមទី2វិញពួកគេក៏មានតួនាទីដើរស្វែងរកបិសាចណាដែលមានលិខិតអនុញ្ញាតនៅក្នុងដៃហើយកំពុងតែមើលសសរជិនវ៉ូក៏ចាប់អារម្មណ៍ថាម៉ាណារបស់ខ្លួននឹងគឺអស់លឿនជាងធម្មតាហើយមូលហេតុដែលម៉ាណារបស់ជិនវ៉ូអស់លឿនជាងធម្មតានឹងក៏ដោយសារតែក្រុមទី2នឹងពួកគេក៏បានជួបប្រទះជាមួយនឹងមេតបបិសាចម្នាក់ហើយដែលដឹងថាកងទ័ពរបស់ខ្លួនមិនមែនជាដៃគូរបស់ពួកគេចឹងជិនវ៉ូក៏បានធ្វើដំណើរទៅជួបម្ដងនៅពេលហ្នឹងហើយជិនវ៉ូក៏ចង់ដឹងផងដែរថាតើពួកបិសាចហ្នឹងក៏វាចេះមានភាពភ័យខ្លាចអត់ហើយបន្ទាប់ពីបានឃើញជិនវ៉ូដូចជាឃាតកររោគចិត្តនិងសូម្បីតែបិសាចក៏រៀងខ្លាចជិនវ៉ូដែរ